ជំរាបសួរបងប្អូនជួបជាមួយនាងខ្ញុំចាឆេងរាវីចាថ្ងៃនេះនាងខ្ញុំមកបកស្រាយហេតុអីបាននៅលើពិភពលោកទាំងមូលនេះចាចេះតែបង្កហេតុធ្វើសង្គ្រាមជុំវិញពិភពលោកអញ្ចឹងបងប្អូនចាសង្គ្រាមលោកលើកទី1មិនអស់ចិត្តទេសង្គ្រាមលោកលើកទី2មិនអស់ចិត្តទេចង់ចូលសង្គ្រាមលើកទី3ទៀតបងប្អូនចូលបណ្ដាឲ្យបងប្អូនចាមូលហេតុអីបងប្អូនមូលហេតុអីបានអញ្ចឹងចាបានអត់ចេះនៅស្ងប់សុខអញ្ចឹងបងប្អូនចាដឹងអាម៉េចទេមកពីសបាយជ្រុលបងប្អូនចាក្នុងរយៈពេល50-60ឆ្នាំនេះវាសបាយជ្រុលវាបោជ្រុលបងប្អូនភ្លេចកំណើតណាភ្លេចអាពេលសង្គ្រាមលោកទី1ហ្នឹងវាវេទនាយ៉ាងណាឥឡូវ50-60ឆ្នាំនេះភ្លេចអស់បាត់ហើយបងប្អូនអើយសង្គ្រាមដែលជូរចត់ហិលប្រៃហ្នឹងភ្លេចអស់ទៀតហើយចូលសង្គ្រាមលោកលើកទី2មកចង់ចូលសង្គ្រាមលោកលើកទី3ចូលបណ្ដាឲ្យលើកទី3ចាមូលហេតុអីសិលធម៌ធ្លាក់ចុះបងប្អូនសិលធម៌ធ្លាក់ចុះអត់ជឿព្រះទេបងប្អូនមកពិភពលោកណាមកពិភពលោកមានតែពហិណាមានតែពហិទេបងប្អូនអ្នកដែលបរិសុទ្ធថ្វាយបង្គំព្រះការពិតណាមានតិចភាគរយបងប្អូនមានតិចភាគរយអញ្ចឹងហើយមាឈ្នះព្រះហើយមាឈ្នះព្រះមាឈ្នះព្រះមាឈ្នះព្រះមិនទៀតចាអញ្ចឹងចាសភាវៈចាសម្ភាវៈផ្លូវងងឹតនឹងគ្រប់ដណ្ដប់មនុស្សលោកណាគ្រប់ដណ្ដប់មនុស្សលោកបងប្អូនចាមនុស្សលោកណាដែលអត់មានសិលបរិសុទ្ធចាមនុស្សលោកណាអត់ជឿព្រះអត់ស្ពះព្រះអត់មានភាពបរិសុទ្ធនៅក្នុងខ្លួនណាក្នុងចិត្តណាចាសម្បូរទៅដោយមនុស្សខ្លែងខ្លាយបងប្អូនមនុស្សខ្លែងខ្លាយច្រើនណាស់បងប្អូនអើយចា10-20ឆ្នាំនេះបងប្អូនមានមនុស្សខ្លែងខ្លាយចាជុំវិញពិភពលោកបងប្អូនជុំវិញពិភពលោកចានិយាយពីស្លៀកពាក់ស្អាតបាតណាបងប្អូនប៉ុន្តែចិត្តជាមាចារួចទៅចាអ្នកមានមែនទែនគេអត់អួតទេអ្នកមានកពិកកប៉ុកនិយាយពីអួតបងប្អូនអួតចាហើយនិយាយពីរឹកពៀមិនមែនមកបាវទេចាមកតោនណាបងប្អូនចាអញ្ចឹងដូចថានិយាយប៉ះពាល់អីអត់បានទេឆាប់ប្រកាន់ឆាប់ខឹងអញ្ចឹងណាចាពួកអសោមេចូលអ្នកទាំងអស់ហ្នឹងបងប្អូនចូលអ្នកទាំងអស់ហ្នឹងចេះអួតចេះអាងអត់ខ្លាចងាប់ទៀតបងប្អូនអត់ខ្លាចងាប់ទៀតណោះចាកាប់ចាក់ពេញហ្នឹងបងប្អូនចានឹងឲ្យសម្ភាវៈផ្លូវងងឹតមកគ្រប់រណ្ដប់បងប្អូនមកគ្រប់រណ្ដប់មនុស្សដែលអត់មានសិលមានធម៌អីក្នុងខ្លួនណាបងប្អូនអត់គោរពព្រះណាចាអញ្ចឹងសភាវៈផ្លូវងងឹតហ្នឹងជាអីហ៎បងប្អូនជាអីជាព្រលឹងខ្មៅបងប្អូនជាព្រលឹងខ្មៅហ្នឹងមកពីណាចាមកពីក្រោមដីចាមកពីក្រោមដីមកពីឋានរុផុសឡើងមកបងប្អូនផុសឡើងមកណាចាមុនចូលសង្គ្រាមលោកលើកទី3នេះចាគឺផុសមុនកូវីដបន្តិចបងប្អូនផុសមុនកូវីដបន្តិចខ្ញុំបាននិយាយ6ឆ្នាំហ្នឹងមកហើយចាថាខ្មោចនោះផុសក្នុងដីមកច្រើនណាស់ដើរជុំវិញពិភពលោកចារួចទៅបានចាប់ផ្ដើមមានសង្គ្រាមហ្នឹងចាមានជំងឺកូវីដនឹងងាប់មនុស្សអញ្ចឹងណាចាណាខ្ញុំបានប្រាប់រួចហើយចាអញ្ចឹងសភាវៈផ្លូវងឹតព្រលឹងពួកព្រលឹងចាមកពីឋានរុហ្នឹងមកចូលមនុស្សនៅជុំវិញពិភពលោកហ្នឹងមនុស្សដែលអត់ទៀងត្រង់ណាបងប្អូនចាចូលមកកើតសង្គ្រាមលោកលើកទី3ទៀតហើយបងប្អូនចាបងប្អូនអើយបងប្អូនកម្មពៀណាអរគុណបងប្អូនចាំជួបគ្នាក្រោយទៀតចាតែយើងការពារមិនដែរបងប្អូនចា